ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសសូមស្វាគមន៍មកកាន់ SRR Days ចាថ្ងៃនេះដែរនាងខ្ញុំមានវីដេអូថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទៀតហើយចាហើយសុខទុក្ខយ៉ាងណាដែរក្រោយពីបែកគ្នាមួយរយៈចាអញ្ចឹងថ្ងៃនេះដែរនាងខ្ញុំសូមមកចែករំលែកតាក់ទងជាមួយនឹងការថែទាំកូន Strawberry ក៏ដូចជាការបំបែកកូន Strawberry ពីដើមធំណាពុកម៉ែបងប្អូនគេហៅថាដើមមេនឹងឯងចាអញ្ចឹងសម្រាប់ការតាក់តែងកូន Strawberry ក៏ដូចជាដើម Strawberry ធំហ្នឹងគឺវាអត់ខុសគ្នាប្រហែលទេពុកម៉ែបងប្អូនចាយើងត្រូវតែបេះខ្នែងបេះអីបេះស្លឹកចាស់ខាងក្រោមចោលអញ្ចឹងណាចាហើយអាសាជ្រុំគល់ពុកម៉ែបងប្អូនចាភាគច្រើនជាធម្មតាសម្រាប់ដំណាំដែលយើងដាក់នៅក្រៅគេហៅថាក្រៅរោងដែលมันមានអ្វីប្រក់អញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងពេលដែលទឹកភ្លៀងមកគឺវានឹងធ្វើឲ្យដីនឹងក្តាំងអញ្ចឹងយើងព្យាយាមរបៀបថាជ្រុំដីជ្រុំគល់ហ្នឹងឲ្យវាល្អហើយចាំយើងដាក់ជីចាយើងដាក់ជីហើយក៏ស្រោចទឹកក៏បរិមាណមកល្មមដែរពុកម៉ែបងប្អូនចាព្រោះដោយសារតែពេលភ្លៀងអញ្ចឹងទៅវាអាចយើងមើលទៅតាមហ្នឹងទៅវាអាចសើមខ្លាំងឬមួយក៏ល្មមអញ្ចឹងណាឬថាបើមេឃបើថ្ងៃខ្លាំងពេកវាស្ងួតអាហ្នឹងយើងអាសាស្រោចទឹកវាមួយថ្ងៃ2ដងអីចឹងទៅចាអញ្ចឹងវិលត្រឡប់មកវិញសម្រាប់ជំហានដំបូងហើយក៏ជាតិចនិចមួយសម្រាប់អនុវត្តផ្ទាល់អញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងយើងអាសាជ្រុំគល់នឹងឲ្យដូចនៅក្នុងវីដេអូដែលនាងខ្ញុំបានចែករំលែកអញ្ចឹងគឺយើងជ្រុំអញ្ចឹងទៅបើសិនជាយើងមានសមមានស្ព្រាយើងយកអាចុងវាហ្នឹងពុកម៉ែបងប្អូនឬមួយក៏អាចប្រើជាលក្ខណៈថាអាស័យសម្រាប់ជ្រុំគល់អញ្ចឹងក៏បានដែរអញ្ចឹងនៅពេលដែលយើងជ្រុំគល់អីរួចរាល់អស់គឺយើងចាប់ផ្ដើមដាក់ជីទៅពុកម៉ែបងប្អូនមិនថាជីទឹកឬក៏ជីគោកទេយើងដាក់តាមបរិមាណដែលអាស្រ័យទៅលើកូនដំណាំរបស់យើងធំឬតូចចឹងណាពុកម៉ែបងប្អូនចាហើយមួយនេះទៀតតកតងជាមួយនឹងការបំបែកកូន Strawberry ចាអញ្ចឹងគឺនាងខ្ញុំអត់កាត់ទេអញ្ចឹងដូចថាពេលដែលកូន Strawberry ឬក៏ដើម Strawberry ធំហ្នឹងវាចេញខ្នែងអញ្ចឹងនាងខ្ញុំក៏បានយកអាខ្នែងមួយទៀតហ្នឹងទៅដាក់ជាមួយនឹងកតងដែលមានដីស្រាប់ហ្នឹងពុកម៉ែបងប្អូនទៅបំបែកវាដាក់នៅក្នុងហ្នឹងចាហើយរបៀបថាយើងដូចយើងដាំអញ្ចឹងប៉ុន្តែគ្រាន់តែយើងអាចប្រើឃ្នាបដែកឬក៏ឃ្នាបអាស័យអញ្ចឹងណាដើម្បីឲ្យវាចាប់ឫសបានល្អចាអញ្ចឹងដូចអ្វីដែលនាងខ្ញុំបានបង្ហាញនៅក្នុងវីដេអូចាអញ្ចឹងកូន Strawberry របស់នាងខ្ញុំគឺមានខ្នែងច្រើនចាទាំងដើមមេទាំងដើមដែលនាងខ្ញុំបានបំបែកអញ្ចឹងណាពុកម៉ែបងប្អូនហើយសម្រាប់កន្លឹះមួយទៀតណាពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលនាងខ្ញុំជ្រុំគល់ជ្រុំអីហើយគឺនាងខ្ញុំអាចបន្ថែមជាមួយនឹងដីបន្ថែមទៀតដោយសារតែយើងមើលជាក់ស្ដែងថាកតងរបស់យើងដីវារាងតិចពេកឬក៏អីអញ្ចឹងទៅចាអញ្ចឹងយើងអាចបន្ថែមដីឬក៏ជីអីដែលមានគេហៅថាមានស្លឹកឈើពុកផុយណាពុកម៉ែបងប្អូនចាហើយនេះទៀតសោតគឺសម្រាប់ជីទឹកគឺអត់ខុសពីមុនទេពុកម៉ែបងប្អូនគឺជីទឹកប្រចាំតកូលរបស់នាងខ្ញុំគឺជីទឹកពីកាកសំណល់ផ្ទះបាយចាហើយនេះគឺកូន Strawberry របស់នាងខ្ញុំគឺបានបំបែករួចរាល់ហើយក៏អតិជនគាត់បានកក់ដែរអញ្ចឹងណាហើយក៏មានខ្លះសម្រាប់នៅក្នុងស្តុកដែរហើយសម្រាប់ជីទឹកបើពុកម៉ែបងប្អូនត្រូវការក៏នាងខ្ញុំមានលក់ដែរក្នុង1 លីត្រកន្លះនឹងឯងចាអញ្ចឹងវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងចាអរគុណច្រើន